បាទសួស្តីបងប្អូនទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំនឹងបន្តចែករំលែកបន្ថែមទៀតតទៅនឹងមុខជំនាញគណិតវិទ្យាបាទអញ្ចឹងបងប្អូនបាទជាធ្លាប់ដឹងហើយថាគណិតវិទ្យាជាមុខវិជ្ជាមួយវិទ្យាសាស្ត្រហើយតើការសិក្សាថ្នាក់បញ្ញាបត្ររូបវិទ្យានឹងផ្ដល់ឱកាសឲ្យបងប្អូនទទួលបាននៅសមត្ថភាពចំណេះដឹងក៏ដូចជាទីផ្សារការងារនៅពេលខាងមុខមានខ្លះបាទអញ្ចឹងខ្ញុំសូមធ្វើការចែករំលែកខ្លីៗគឺជំនាញគណិតវិទ្យាគឺជាវិស័យពិតមួយដែលផ្ដល់ការបណ្ដុះបណ្ដាលឲ្យនិស្សិតមានចំណេះដឹងឬក៏សមត្ថភាពផ្នែកវិទ្យាសាស្ត្រពិតក្នុងវិជ្ជាជីវៈជាគ្រូបង្រៀនជាអ្នកវិភាគស្ថិតិអ្នកគ្រប់គ្រងវិទ្យាសាស្ត្រអ្នកវិភាគប្រព័ន្ធឬជាអ្នកជំនាញផ្សេងៗទៀតបរិញ្ញាបត្រគណិតវិទ្យាគឺសិក្សារយៈពេល4ឆ្នាំឬក៏យ៉ាងតិចណាស់ក៏120គ្រីឌីតដែរបាទហើយដើម្បីសិក្សាមុខវិជ្ជាគណិតវិទ្យានៅបានល្អបងប្អូនត្រូវមានគេហៅថាជាទុនបាទឬក៏ថាមានចំណេះដឹងជាមូលដ្ឋាននៅថ្នាក់វិទ្យាល័យគឺគណិតវិទ្យាបាទហើយនឹងរូបវិទ្យាបន្ថែមពីលើមុខវិជ្ជាភាសាអង់គ្លេសនិងមុខវិជ្ជាការប្រើប្រាស់កុំព្យូទ័របាទហើយលក្ខខណ្ឌចូលរៀននៅជំនាញនេះគឺបងប្អូនត្រូវមើលតាមលក្ខខណ្ឌនៃគ្រឹះស្ថានឧត្តមសិក្សាឬក៏សាកលវិទ្យាល័យគេបានបញ្ជាក់ពីលក្ខខណ្ឌបាទគ្រឹះស្ថានខ្លះគឺមានការប្រឡងចូលខ្លះគឺបង់ថ្លៃចូលរៀនតែម្ដងបាទហើយកលេសមកមើលចំណេះដឹងបាទចំណេះដឹងពេលដែលទទួលបានអញ្ចឹងនៅពេលដែលបងប្អូនទទួលបានឱកាសក្នុងការសិក្សាបញ្ញាបត្រវិទ្យាបងប្អូននឹងទទួលបានបណ្ដឹងជាមូលដ្ឋានខ្ញុំសូមលើកនៅមុខវិជ្ជាសំខាន់ជាមូលដ្ឋានដែលបងប្អូននឹងធ្វើការរៀនបាទមានដូចជាមូលដ្ឋានគឺគណិតវិទ្យាអនុវត្តទស្សនវិជ្ជាគណិតសាស្ត្រប្រជាសាស្ត្រគណិតវិទ្យាស្ថិតិបច្ចេកគណិតពហុរនីមាត្រទស្សនវិជ្ជាបត់បច្ចេកគណិតlinear probability ស្រាវជ្រាវប្រតិបត្តិចំនួន complex ទស្សនវិជ្ជារង្វាស់និងវិទ្យាសម្រាប់ហិរញ្ញវត្ថុការវិភាគចំនួននិងការវិភាគប្រពោះជាដើមអញ្ចឹងពេលបងប្អូនមកសិក្សាជំនាញជាមូលដ្ឋាននេះបងប្អូននឹងទទួលបានចំណេះដឹងមួយចំនួនទៀតដើម្បីជាសមត្ថភាពបន្ថែមគឺបងប្អូនទទួលបានចំណេះដឹងផ្នែកគណិតវិទ្យាដែលផ្ដោតទៅលើមូលដ្ឋានគ្រឹះទាំងទស្សនវិជ្ជាការអនុវត្តវិធីសាស្ត្របង្រៀនគណិតវិទ្យាការវិភាគប្រព័ន្ធនិងការកណនាតម្លៃផ្សេងៗជាពិសេសបងប្អូនក៏មានលទ្ធភាពឬក៏សមត្ថភាពក្នុងការចងក្រងនិងប្រើប្រាស់សតិក្នុងការរស់នៅប្រចាំថ្ងៃផងដែរក្រោយពីចប់បញ្ញាបត្ររយៈពេល4ឆ្នាំបងប្អូននឹងទទួលបានឱកាសការងារខ្លាយជាមន្ត្រីរាជការគឺបងប្អូនអាចបម្រើការងារនៅតាមក្រសួងដែលជាពាក់ព័ន្ធទៅនឹងសាយគណិតវិទ្យាខ្ញុំសូមលើកឧទាហរណ៍មួយចំនួនដែលខ្ញុំឃើញក្រសួងខ្លះគាត់ត្រូវការអ្នកគណិតវិទ្យាចូលរួមប្រគល់បច្ចេកដែរខ្ញុំសូមលើកឧទាហរណ៍ក្រសួង3ដូចជាក្រសួងមហាផ្ទៃបាទក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ហើយនិងក្រសួងផែនការជាដើមអញ្ចឹងមានក្រសួងទៀតដែលគេត្រូវការអ្នកវិទ្យាសាស្ត្រលើមុខវិជ្ជាគណិតវិទ្យាដែលបងប្អូនអាចដាក់ពាក្យប្រគល់បច្ចេកបានដើម្បីក្លាយជាមន្ត្រីរាជការទន្ទឹមនឹងនេះបងប្អូនក៏អាចក្លាយជាគ្រូបង្រៀនបាទគ្រូបង្រៀនគឺថាយើងអាចប្រឡងចូលជាគ្រូបង្រៀនសម្រាប់សិស្សវិទ្យាល័យប៉ុន្តែបងប្អូននឹងត្រូវទទួលបានការបណ្ដុះបណ្ដាលបន្តទៀតគឺមានគ្រូសល់ពេលប្រឡងជាប់ឬក៏បងប្អូនអាចធ្វើជាគ្រូបង្រៀននៅតាមសាលាឯកជនផ្សេងៗចឹងបានលើកទៅដល់បងប្អូនពង្រឹងភាសាអង់គ្លេសដោយសារតែសាលាឯកជនខ្លះគឺគេប្រើប្រាស់ភាសាអង់គ្លេសអញ្ចឹងពេលបងប្អូនបរៀនវិទ្យាជាភាសាអង់គ្លេសអញ្ចឹងឱកាសយើងកាន់តែមានច្រើនបាទបន្ថែមពីនេះគឺឱកាសខ្លះជាអ្នកគ្រប់គ្រងវិទ្យាសាស្ត្រអ្នកគណនេយ្យតម្លៃអ្នកវិភាគប្រព័ន្ធអ្នកការងារស្ថិតិអ្នកស្រាវជ្រាវវិទ្យាសាស្ត្រអ្នកបច្ចេកទេសតាមធនាគារនិងជាបុគ្គលិកតាមក្រុមហ៊ុនឯកជនមកដែរបាទអញ្ចឹងខ្ញុំឃើញបងប្អូនមួយចំនួនដែលគាត់រៀនចប់បរិញ្ញាបត្រវិទ្យាគាត់ធ្វើការនៅក្រុមហ៊ុនឯកជនច្រើនណាស់បាទច្រើនណាស់បាទនេះគឺជាឱកាសច្រើនមែនទែនសម្រាប់បងប្អូនរៀនវិទ្យាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានស្ដាប់ឬក៏មិនទាន់បានឃើញវីដេអូដែលនិយាយពីជំនាញដែលបងប្អូនកំពុងតែទន្ទឹងរង់ចាំនោះសូមអាចរង់ចាំតាមដានទស្សនានៅវីដេអូក្រោយទៀតបាទខ្ញុំចន្ទ្រាសូមអរគុណហើយស្គមថាបងប្អូននឹងបន្តតាមដាន page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងទៅនឹងការជំនាញសិក្សាព័ត៌មានសិក្សាក៏ជាឱកាសការងារផ្សេងៗដែរបាទសូមអរគុណ